បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបកស្រាយក្នុងការខមមិនរបស់បងប្អូនដែលតាក់ទងនឹងការទទួលប្រាក់ពីក្រៅប្រទេសតាមបាទកុំព្យូទ័រគេ ABA ហើយលេខកូដ11ខ្ទង់ហ្នឹងបងប្អូនក៏បានឆ្ងល់សួរថាបានមកពីណាហើយនេះជារបៀបបាទចូលទៅទទួលបងប្អូនត្រូវចូលទៅកន្លែងដាក់ប្រាក់rồiហើយនេះកម្មវិធីទាំង3នេះហើយដែលគេផ្ញើបានហើយមានបងប្អូនខ្លះក៏ខមមិនសួរថាផ្ញើពីប្រទេសអង់គ្លេសបានអត់វៀតណាមបានទាំងអស់បាទឲ្យតែគេមានបាទកម្មវិធីទាំង3នេះដូចជា Swedbank ហើយ Ray ហើយនឹងMoneyGram អញ្ចឹងអ្នកដែលយកទៅតម្លាក់នៅក្នុងកម្មវិធីផ្ញើលុយឆ្លងប្រទេសគឺគេនឹងបានលេខកូដ11ខ្ទង់ពីបាទកម្មវិធីផ្ញើលុយអស់ទាំងនឹងឯងបាទឧទាហរណ៍ងាយៗដូចជាយើងផ្ញើនៅក្នុងស្រុកយើងតាមវិញហើយយើងឲ្យលេខកូដទៅអ្នកដកតែអញ្ចឹងឯងអញ្ចឹងចំពោះខ្ញុំវិញខ្ញុំភាគច្រើនទទួលតាម Ray អញ្ចឹងបើសិនយើងទទួលយើងចុចខាងលើទទួលប្រាក់បងប្អូនឃើញអក្សរស្រាប់ហើយខាងក្រោមផ្ញើបើយើងផ្ញើយើងចុចផ្ញើអញ្ចឹងយើងទទួលហើយនេះគេឲ្យវាចូលលេខកូដ11ខ្ទង់បាទចំពោះលេខកូដហ្នឹងគឺបងប្អូនគាត់ខមមិនថាបានមកពីណាអញ្ចឹងលេខកូដហ្នឹងគឺយើងបានមកពីអ្នកដែលគេយកលុយទៅដាក់ផ្ញើឲ្យយើងអញ្ចឹងឯងហើយគេឲ្យលេខកូដមកយើងហើយយើងក៏ចូលទទួលប៉ុន្តែបញ្ជាក់ប្រហែលជាបងប្អូនខ្លះគាត់បើកកងធនាគារបាទប្រហែលជាអាចថាកងធម្មតាតែខ្ញុំបើក Visa អញ្ចឹង Visa card អញ្ចឹងវាអាចដកទទួលលុយពីក្រៅប្រទេសអីចូលបានអញ្ចឹងព័ត៌មានហ្នឹងបងប្អូនអាចទៅធនាគារ ABA សាកសួរគេបន្ថែមទៅតើកងធម្មតាអាចទទួលលុយពីក្រៅប្រទេសបានអត់បាទហើយបញ្ជាក់បងប្អូនគាត់ឆ្ងល់សួរនៅក្នុងខមមិនដែរថាផ្ញើពីវៀតណាមបានអត់ពីអង់គ្លេសបានអត់ហើយខ្ញុំបញ្ជាក់ថាបាទទូទាំងពិភពលោកគ្រប់ប្រទេសដែលគេមានសេវាកម្មបាទតាក់ទងទៅនឹងបាទ3ហ្នឹងបាទ Ray MoneyGram ក៏ដូចទៅជា Swedbank ហើយចំពោះធនាគារ Asia គឺគេ support ជាមួយនឹងWestern Union បាទបាទអញ្ចឹងធនាគារផ្សេងៗគឺវាមាន support នឹងកម្មវិធីផ្ញើប្រាក់ដកប្រាក់ដាក់ប្រាក់ទៅខុសៗគ្នាអញ្ចឹងបងប្អូនខ្ញុំនេះខ្ញុំបញ្យល់របៀបពីទទួលក្នុងកងគណនេយ្យ ABA តែប៉ុណ្ណឹងទេគឺមាន3កម្មវិធីហ្នឹងដែលយើងដកបានបើសិនជាបងប្អូនមានដៃគូឬក៏ស្គាល់ឬក៏មានបងប្អូនធ្វើការនៅប្រទេសក្រៅអីចង់ផ្ញើលុយមកឲ្យយើងទេអត់ដឹងផ្ញើតាមណាបាញ់តាមធនាគារឬក៏ QR code វាអត់បានដូចក្នុងស្រុកយើងទេអញ្ចឹងណែនាំឲ្យពួកគាត់បាទទៅរកកម្មវិធី3ហ្នឹងទៅបាទនេះមានដូចជាខាងលើនេះ Swedbank ពណ៌ក្រត់ហ្នឹងគឺ Ray ហើយនឹងខាងក្រោមគេបោះគឺ MoneyGram អញ្ចឹងឲ្យគាត់ទៅរក3ទៅគាត់ដាក់ចូលបានហើយបងប្អូនអញ្ចឹងបើសិនជាបងប្អូនមាន ABA គឺងាយស្រួលមិនចាំបាច់ចូលទៅក្នុងធនាគារឲ្យគេជួយឲ្យយើងទេអញ្ចឹងយើងមើលតាមរបៀបនេះគឺងាយមែនតើបងប្អូនគឺលក្ខខណ្ឌងាយមែនតើហើយបងប្អូនអាចខមមិនសួរបន្ថែមទៀតខ្ញុំរីករាយនឹងធ្វើវីដេអូចែករំលែកជូនបងប្អូនបន្ថែមទៀតពីរបៀបទទួល